ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំព្រមានថានឹងវាយប្រហារដ៏ធំមកលើអ៊ីរ៉ង់ប្រសិនបើបន្តវាយប្រហារទីតាំងស្ថានីយ៍ថាមពលរបស់ប្រទេសកាតាម្ដងទៀតលោកបានសន្យាថាអ៊ីស្រាអែលនឹងមិនវាយប្រហារតំបន់សៅស្ភែរបស់អ៊ីរ៉ង់ទៀតនោះទេលុះត្រាតែអ៊ីរ៉ង់លែងវាយប្រហារប្រទេសកាតាដែលគ្មានកំហុសសោះនោះលោកត្រាំនិយាយក្នុងសម្ដីដើមថាខ្ញុំមិនចង់ប្រើអំពើហិង្សានិងការបំផ្លិចបំផ្លាញនេះទេដោយសារបារម្ភផលប៉ះពាល់រយៈពេលវែងដែលវានឹងជះឥទ្ធិពលចំពោះអនាគតរបស់ប្រទេសអ៊ីរ៉ង់ប៉ុន្តែប្រសិនបើទីតាំងឧស្ម័នធម្មជាតិរបស់កាតាត្រូវបានវាយប្រហារម្ដងទៀតខ្ញុំនឹងមិនស្ទាក់ស្ទើរក្នុងការធ្វើវានោះឡើយមន្ត្រីធម្មពលរបស់ប្រទេសកាតានិយាយថាការវាយប្រហារដោយកាំជ្រួចថ្មីរបស់អ៊ីរ៉ង់បានបង្កឲ្យមានការឆាបឆេះដ៏ធំនៅកន្លែងឧស្ម័នធម្មជាតិរាវជាច្រើនរបស់ខ្លួនបន្ទាប់ពីការវាយប្រហារចុងក្រោយរបស់ប្រទេសអ៊ីរ៉ង់លើទីក្រុងឧស្សាហកម្ម Ras Laffan នៅថ្ងៃទី18 ខែមីនាមន្ត្រីរូបនេះបានបន្តថានេះគឺជាការវាយប្រហារបន្ថែមពីលើកមុនមកលើទីក្រុងឧស្សាហកម្ម Ras Laffan កាលពីថ្ងៃពុធដែលបានបណ្ដាលឲ្យមានការខូចខាតយ៉ាងទូលំទូលាយដល់រោងចក្រឧស្សាហកម្មថាមពលរបស់កាតាការវាយប្រហារនេះបណ្ដាលឲ្យមានការខូចខាតជាច្រើនប៉ុន្តែក្រុមពន្លត់អគ្គីភ័យបានទប់ស្កាត់បានភ្លាមហើយមិនមានរបាយការណ៍រាយការណ៍ថាមានអ្នកស្លាប់និងរបួសនោះទេទោះជាយ៉ាងណាលោកត្រាំបានរិះគន់ការវាយឆ្មក់របស់ប្រទេសអ៊ីស្រាអែលទៅលើវាលខ្សាច់ South Spare ថាជាទីតាំងប្រេងដ៏ធំរបស់ប្រទេសអ៊ីរ៉ង់រហូតធ្វើឲ្យអ៊ីរ៉ង់សម្រាប់ចិត្តវាយលើទីតាំងថាមពលជាច្រើននៅទូទាំងឈូងសមុទ្រក្រោយហេតុការណ៍នេះកើតឡើងលោកត្រាំបានសន្យាថានឹងមិនមានការវាយប្រហារពីប្រទេសអ៊ីស្រាអែលទៀតទេមកលើទីលាន South Spare របស់អ៊ីរ៉ង់លោកត្រាំបានសរសេរនៅលើបណ្ដាញសង្គម Truth Media នៅថ្ងៃទី19 ខែមីនានេះថាអ៊ីស្រាអែលដោយសារខឹងសម្បារចំពោះអ្វីដែលបានកើតឡើងនៅមជ្ឈមបូព៌ាទើបបានបើកការវាយលុកយ៉ាងឃោរឃៅនៅឯកន្លែងដ៏សំខាន់មួយនៅប្រទេសអ៊ីរ៉ង់លោកត្រាំនិយាយក្នុងសម្ដីដើមថាសហរដ្ឋអាមេរិកមិនបានដឹងអ្វីសោះអំពីការវាយប្រហារពិសេសនេះហើយប្រទេសកាតាមិនមានពាក់ព័ន្ធជាមួយការវាយប្រហារទីតាំង South Spare របស់អ៊ីរ៉ង់នោះឡើយប៉ុន្តែជាអកុសលអ៊ីរ៉ង់មិនបានដឹងអំពីរឿងនេះទើបបានវាយប្រហារទាំងកំរោលមកលើស្ថានីយ៍ថាមពលរបស់ខ្វតាក្រោយពីអ៊ីស្រាអែលបានវាយប្រហារទីតាំង South Spare រួចមកបានបណ្ដាលឲ្យតម្លៃប្រេងបានកើនឡើងជាង 5% គិតត្រឹមថ្ងៃទី18 ខែមីនាករណីនេះប្រេងឆៅដែលជាស្តង់ដារអន្តរជាតិបានកើនឡើងដល់ 108.66 ក្នុង1បារ៉ែលខណៈដែលប្រេងរបស់អាមេរិកបានកើនឡើង 2.5% ដល់ $98.65 ក្នុង1បារ៉ែល